ឥឡូវយើងចាប់ផ្ដើមមកគិតចំនួនយើងតទៅទៀតខ្ញុំលើកលេខនេះជាលេខមានលក្ខណៈពិសេសខេឡូបងប្អូនសិក្សាទៅជួបលេខមានលក្ខណៈពិសេសអញ្ចឹងហើយសម្រាប់បងដែលបង្រៀនកូនតាមផ្ទះខ្លាចជួបលេខពិសេសអញ្ចឹងដែរអញ្ចឹងខ្លាចមានចម្ងល់ឥឡូវនេះយើងបង្គាត់ត្រឹមខ្ទង់ពាន់ណាអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នារី10 100 1000គឺយើងបង្គាត់ខ្ទង់ពាន់គឺលេខ9អញ្ចឹងយើងដឹងហើយថាដើម្បីយើងដឹងថាលេខនោះបង្គាត់ឡើងឬបង្គាត់ចុះគឺយើងមើលលេខនៅជាប់នឹងវាបើយើងបង្គាត់ខ្ទង់ពាន់យើងមើលខ្ទង់100ណាអញ្ចឹងយើងមើលលេខនៅជាប់នឹងវានៅខាងស្ដាំអញ្ចឹងលេខនៅជាប់នឹងវានៅខាងស្ដាំគឺលេខ8អញ្ចឹងយើងដឹងហើយថា8ធំជាង5អញ្ចឹងលេខនេះគឺត្រូវបង្គាត់ឡើង9ឡើង1អញ្ចឹងដោយសារតែករណីនេះជាករណីពិសេសពីវីដេអូមុនខ្ញុំបង្ហាញបងប្អូនពេលលេខដែលបង្គាត់ឡើងឧទាហរណ៍ជាក់ស្ដែងបើសិនជាលេខ9យើងឡើង1គឺ10អញ្ចឹងយើងសរសេរមកគឺលេខ10នៅខាងមុខដោយឡែកលេខនេះវាមានលក្ខណៈពិសេសដោយសារតែនៅមុខលេខ9ហ្នឹងគឺមានខ្ទង់ទៀតណាអញ្ចឹងដល់ពេលយើងប្រកួតតើយើងសេមិនឥឡូវយើងចាប់ផ្ដើមអញ្ចឹងយើងដឹងហើយថាលេខនេះបង្គាត់ឡើង9ឡើង1 10ដោយសារតែនៅមុខខ្ទង់ពាន់នេះគឺខ្ទង់10000នេះអញ្ចឹងយើងអាចសរសេរលេខ10នឹងមកទេអញ្ចឹង9ឡើង1 10បានន័យថា10,000អញ្ចឹង10,000គឺវា10000អញ្ចឹង10000យើងយក10000នោះមកថែមជាមួយនឹងខ្ទង់10000នេះអញ្ចឹងយើងចាប់ដើមសរសេរមកលេខ1នៅដដែលលេខ2នេះគឺយើងថែមពីនេះមក10000គឺទៅជា3លេខ9នេះយើងចំនួនមកវិញគឺលេខ0វិញណា8នេះគឺលេខ0 2នេះគឺលេខ0 5នេះគឺលេខ0អញ្ចឹង129,825បង្គាត់ត្រឹមខ្ទង់ពាន់គឺទៅជា1,330,000